và taประมาณเมาเตี้ยเต้vàการประกวดมาตอนร้อยกีฬากรរបស់យើងនៅបន្តហ្វឹកហាត់ធម្មតាមិនដឹងណាហ្វឹកបាទកម្លាំងអូខេអត់បញ្ហាណាបាទណោះតកូលពេជ្របាទតកូលពេជ្រស្ញាក់តាំងពីព្រលឹមមុនគេដល់មកនេះសង្ហាក់ហើយនេះខាងនេះពេជ្រដែរបាទពេជ្រសម្បត្តិហើយនឹងអូនស្រីបងអូនស្រីនៅកូរ៉េដែរនៅកូរ៉េដែរអូខេអូខេអូអរគុណណាស់បាទបានហើយចង់មានអ្នកណាគឺនេះទេបាទចាំមិនថាសម្បត្តិនឹងបកែហ្មងរឿងថាថែរៀមថែគីឡូថែកម្លាំងនឹងពុកចុកហ្នឹងបាទបាទអញ្ចឹងបងប្អូនកុំភ្លេចម៉ោងថ្ងៃនេះហើយបាទវេលាម៉ោង1រសៀលបាទម៉ោងនៅប្រទេសកូរ៉េបាទហើយត្រូវនឹងម៉ោង11ម៉ោងនៅប្រទេសកម្ពុជាស្ថានីយទូរទស្សន៍ BTV នឹងធ្វើការផ្សាយផ្ទាល់បាទជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនានៅប្រទេសខ្មែរហើយសម្រាប់បងប្អូននៅប្រទេសកូរ៉េសូមចូលរួមទស្សនាឲ្យបានច្រើនកកណាបងប្អូនណាបាទហើយមួយទៀតមានបងប្អូននៅកូរ៉េច្រើនណាស់ដែលខ្ញុំបានជួបគាត់ថាមើលកីឡាបណ្ដាលចប់ក៏ត្រៀមខ្លួននៅក្នុងការធ្វើដំណើរបាទទៅកាន់ស្រុកកំណើតទៅចូលរួមលេងសង្ក្រាន្តបុណ្យចូលឆ្នាំខ្មែរហើយបងប្អូនខ្លះហ្នឹងគឺគាត់ត្រៀមទៅភ្នំពេញបាទពីព្រោះថានៅភ្នំពេញមានកម្មវិធី6ថ្ងៃជាប់គ្នាពីថ្ងៃ14 15 16 17 18 19ហ្នឹងគឺកម្មវិធីដែលផ្ដល់ជូននៅទស្សនីយភាពនៃការរៀបចំបែបថែរក្សានៅវប្បធម៌មរតកដូនតាយើងមានតាំងពីលបែងប្រជាប្រិយរបាំប្រពៃណីនិងអ្វីៗជាច្រើនផ្សេងទៀតបាទអរគុណបងប្អូនកុំភ្លេចជួបគ្នាចិត្តដល់ម៉ោងហើយបាទ